សួស្តីបងប្អូនក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីរបៀបដែលយើងកំណត់ទំហំរូបថត4គុណ6បាទយើងមានជា shape មួយបន្តមកទៀតយើងយករូបថតមកដាក់បាទឲ្យឃើញរូបថតបែបហ្នឹងហើយឲ្យត្រូវតាមទំហំស្តង់ដាររបស់គេបាទអញ្ចឹងបាទតើតើត្រង់ប្រទេសជាចាក់កម្ពុជាយើងប្រើ font ឈ្មោះខ្មែរ OS Moonlight ហើយតើតើរូបផ្កាហ្នឹងយើងប្រើ font តាក់តែងបាទហើយចុចអក្សរ O បងមើលអក្សរ S ហើយរូបថតរបស់យើងបាទ4គុណ6ស្មើនឹង 3.5 គុណនឹង 4.5 បាទអញ្ចឹងពុំអក្សររបស់យើងដំបងធម្មតាទេខ្មែរ OS បាត់ដំបងអញ្ចឹងអ្នកទាំងនេះចូលកន្លែង font មកទៅយក font ខ្មែរ OS Moonlight មកបាទអញ្ចឹងយើងបានជាអក្សរឆ្លើយរូបផ្កាយើងចុចអក្សរ O មើលអក្សរ S បាទតើតើ font យើងយក font មួយឈ្មោះតាក់តែងរូបផ្កាហ្នឹងណាបាទអក្សរ O ចុចអក្សរ O អក្សរ S បាទហើយតើតើកន្លែងរូបថតអ្នកទាំងនេះយក shape មកគូមកចូល insert ចូល shape មួយមកបាទយើងគូយកចាក់តកូនកែងគូធ្វើប្រអប់4ជ្រុងមួយមកបាទប៉ុន្តែអត់តន់ត្រូវតាមຂະຫນាតរបស់វាទេហើយខ្ញុំសុំដូរពណ៌យកពណ៌សមកបាទយើងយកពណ៌សទៅវាមានតកលាជុំវិញណាបាទអញ្ចឹងយើងបានជាប្រអប់មួយហើយអញ្ចឹងយើងដូរសាយទំហំវាបាទអញ្ចឹងទំហំវាខ្ញុំកត់ឲ្យមើលបាទ4គុណ6ស្មើ 3.5 គុណនឹង 4.5 សង់ទីម៉ែត្របាទហើយក្នុងកម្មវិធី Word ខ្ញុំជាຂະຫນាតសង់ទីម៉ែត្រណាអញ្ចឹងយើងចុចលើប្រអប់នឹងមួយមកចូល Save Format ហើយមើលមកខាងស្ដាំកន្លែងຂະຫນាតបាទអញ្ចឹងទទឹងវា 3.5 បាទ 3.5 សង់ទីម៉ែត្របាទ 3.5 គុណនឹង 4.5 ប៉ុន្តែតើតកម្មវិធី Word អ្នកនរគ្នាដូរទៅជាຂະຫນាតសង់ទីម៉ែត្រសិនណាបាទកុំព្យូទ័រខ្ញុំដូរហើយ Word ខ្ញុំអញ្ចឹងយើងຂະຫນាតបានត្រូវបាទ 3.5 គុណ 4.5 ដើម្បីទាញរូបចុចមកស្ដាំលើ shape មួយមកបាទហើយយក format shape នៅខាងក្រោមចូលកន្លែង fill បាទចុចកន្លែង fill ហើយយកកន្លែង picture បាទដោយសារខ្ញុំធ្លាប់ដាក់ម្ដងអញ្ចឹងវាលោតមកទៀតបើមិនយើងដូររូបចុច insert មកបាទហើយ from file ទៅយករូបថតណាមួយក្នុងកុំព្យូទ័ររបស់យើងមកដែលយើងបាន save ទុកបាទយកផ្ទៃសក៏បានផ្ទៃខៀវក៏បានខ្ញុំយកផ្ទៃខៀវមកបាទអញ្ចឹងចុងក្រោយយើងបានរូប4គុណ6បាទដែលຂະຫນាតបានຂະຫນាតត្រឹមត្រូវបាទអញ្ចឹងយើងសាក់ print មើលបាទ print ទៅឃើញស្អាតហើយឃើញបាទបើអ្នកទាំងគ្នាអត់ទាន់ចេះធ្វើទេអ្នកទាំងគ្នាអាចអនុវត្តបានសូមអរគុណ